ឥឡូវយើងមកមើល22នេះមកគ្រឿងទុកមកបងគឺឆេះស្បែកមូលហេតុអីបានឆេះឬក៏មកពីអ្នកជិះឬក៏មកពីប្រេងសិនបងហើយពួកដឹងបង22គឺងាយឆេះស្បែកបងប្អូនភាគច្រើនកម្រខូចស្បែកអញ្ចឹងណាតតែអ្នកដែលជិះអត់សូវគិតអត់សូវថែអញ្ចឹងបងប្អូនមិនឆេះដូចអញ្ចឹងណាហើយមើលសាច់ខ្ទាទៅគឺវាអត់តាន់ខូចទេគឺវាអត់តាន់ខ្មៅទេបងគឺនៅស្ទស្គូអញ្ចឹងណាហើយឥឡូវគឺយើងមកបំបែកស្បែកស្លឹកបងប្អូនហើយស្បែកបេះដូងវាគឺអត់តាន់ខូចទេបងប្អូនគឺវាអត់តាន់ឆេះអញ្ចឹងណាគឺវានៅប្រើបានគឺខ្ញុំដាក់ចូលវិញអានោះដែលខូចគឺខ្ញុំបាត់ដូរអញ្ចឹងណាដូច្នេះកាត់បន្ថយថវិកាឬក៏លុយអញ្ចឹងណាបងប្អូនគឺឲ្យអស់តិចព្រោះដោយសារវានៅប្រើបានទេចានវាក៏អត់តាន់សក់ដែរហើយស្បែកវាក៏អត់តាន់ខ្លោចដែរគឺវានៅល្អអញ្ចឹងណាហើយយើងមកដូរតែស្បែកស្លឹកគឺវាឆេះបាត់ហើយនេះគឺស្បែកស្លឹកវាគឺវាឡើងឈ្ងៀមបងប្អូននៅពេលដែលយើងដោះមកអញ្ចឹងណាគឺឈ្ងៀមបាត់ហើយនេះគឺឃើញថាខ្លោចបងប្អូនហើយម៉ូតូហ្នឹងគឺដាក់លេខទៅលេងទៅមុខហើយនេះហើយជាដោយសារកូនគាត់ជិះដូច្នេះហើយគឺអត់សូវពីគិតពីរបស់របរអញ្ចឹងណាគឺដឹងតែជិះដាក់លេខជិះហើយក្មេងដែរអញ្ចឹងបងប្អូនដូច្នេះហើយជិះអត់សូវគិតទេបងប្អូននឹងតែមូយអញ្ចឹងណាធ្វើឲ្យម៉ូតូឆាប់ខូចស្បែកហើយវីដេអូហ្នឹងមានអីចែកម្លែកច្រើនទេបងប្អូនគាត់ថាសូមផ្ដាំទៅពូមីងដែរមានកូនតូចឬក៏ក្មេងៗអញ្ចឹងណាខ្ញុំឲ្យជិះម៉ូតូថៃទីទៅកុំឲ្យម៉ូតូយើងមានសភាពបែបនេះបាទគឺឆាប់ខូចហើយក៏ឆាប់ចាសាឆៃអ៊ុយឈ្មោះប្រេងសិនចាក់ដែរភេង LR អញ្ចឹងបងប្អូនធ្វើឲ្យម៉ូតូយើងមានងាយខូចបាទហើយនេះហើយយើងបដោយកូនពេកបងប្អូនហើយឥឡូវគឺយើងផ្លាស់ប្ដូរជាមួយស្បែកស្លឹកគឺស្បែករបស់ថៃទេគឺធម្មតាបងប្អូនគឺអត់ប្រើដៃស៊ីនទេដោយសារគាត់ខ្វះថវិកាដែរគឺដូច្នេះគឺយើងស្រីឲ្យគាត់បានមកខ្លាំងវិញអញ្ចឹងណាគឺថាវាមិនមែនស្បែកស៊ីនបាទហើយស្លាត់តោគឺថាវាខ្លោចដែរគឺយើងបដូរស្លាត់តោមួយលឹកបងប្អូនបដូរឡើងលេខអញ្ចឹងណាគឺយើងបដូរស្លាត់តោស៊ីនវាជាមួយលឹកគឺនេះបាទយើងយក2លី2បាទគឺវារៀងក្រាស់ជាងស្លាត់តោស៊ីនអញ្ចឹងណាធ្វើឲ្យម៉ូតូយើងគឺខ្លាំងគឺស្ទុះជាងមុនគឺអត់ខ្សោយទេបងប្អូនណាមួយស្បែកដុំយើងស៊ី